Alright,សួស្តីគ្នាយើងក៏ដូចជាសួស្តីអ្នកដែលចូលចិត្តមើលតាមដានជាមួយនឹង Crypto ដូចគ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើការ review data តទៅនឹង project មួយដែលមានឈ្មោះថា Next Space ឬក៏ NXPC ដែល Binance បានធ្វើការ add វាចូលទៅជា Binance Holders airdrop សម្រាប់អ្នកដែលគាត់ធ្វើការ stake BNB នៅក្នុងSimple Earn អញ្ចឹងអ្នកដែល stake BNB ក្នុង Simple Earn មិនថាគាត់ lock ឬក៏គាត់ stake flexible ទេមុននឹង sorry មុននឹងចូល deadline គាត់នឹង eligible for airdrop នឹងទាំងអស់ Okay so Binance បានប្រកាសប្រហែលជាថ្ងៃទី15ខ្ញុំទៅទស្សនាបានធ្វើការ review ទេទៅលើ project ហ្នឹងថា Binance នឹងធ្វើការ add NHPC protocol ហ្នឹងទៅជា Binance Holder airdrop អញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងអ្នកដែលធ្វើការ stake ពួកគាត់នឹងទទួលបានNHPC នឹងទាំងអស់ហើយ NHPC ហ្នឹងនឹងធ្វើការលេខនៅថ្ងៃទី5ថ្ងៃ15ម៉ោង 7:30 អញ្ចឹងមានន័យថាគេធ្វើការលេខហើយបាត់ហើយដែលធ្វើការ pair ជាមួយនឹង USDT USDC BNB និង FDUSD អីផ្សេងៗទៀតហ្នឹងហើយអញ្ចឹងទៅលើ NHPC holder airdrop detail supply ដូចជា1 billion អ្នក token supply ដូចជា1 billion ដូចគ្នាហើយ airdrop ហ្នឹងគឺយកធ្វើការ 3% នៃ total token supply ខ្ញុំមានន័យថា 3% នៃ1 billion គឺ30 លានដែលយកមកធ្វើការ airdrop ទៅឲ្យនេះទៅឲ្យ Binance holder អញ្ចឹងគ្នាយើងឃើញ smart contract ជាមួយនឹង network detail មាន C chain ហើយនិង BNB chain ហើយទៅលើ Binance holder airdrop នេះខ្ញុំធ្លាប់និយាយច្រើនហើយអញ្ចឹងខ្ញុំគិតថាគ្នាយើងដឹងតែគ្នាយើងគាត់តែធ្វើការ hold BNB token នៅក្នុង simple earn ឬក៏ flexible ហើយជាមួយនឹង lock ពួកគាត់នឹងមានឱកាសទទួលបាន airdrop ហ្នឹងហើយឲ្យតែគាត់ធ្វើការ stake មុន snapshot ហ្នឹងហើយច្រើនគឺជា benefit loyalty program របស់ Binance ដែលបាន provide ទៅឲ្យ user របស់ខ្លួន so let's go through to NHPC ខ្ញុំបានចូលទៅមើលលើ website របស់ NHPC នឹងដែរហើយចូលមកដល់ដំបូងគឺយើងឃើញ white paper អញ្ចឹងបើសិនជាយើងនិយាយឲ្យខ្លីមក NHPC ហ្នឹងគឺជាប្រភេទGameFi នៅលើ blockchain ហើយទៅលើ project ហ្នឹងខ្ញុំគិតថាវាមិនមានអីដែលខុសពី project GameFi ផ្សេងៗប្រហែលនេះដោយសារតែ NHPC ហ្នឹងគឺជាប្រភេទ layer 1ហើយទៅលើ NHPC ហ្នឹងគឺអាចនិយាយថា play to earn ដូចគ្នាវានឹងមានជា character game ផ្សេងៗនៅក្នុងហ្នឹងខ្ញុំអត់ទាន់បានសាកលេងដែរទេប៉ុន្តែអីដែលខ្ញុំមើលទៅប្រភេទ GameFi គឺអត់មានអីផ្សេងទេក្រៅពី play to earn ហ្នឹងហើយអាចមានន័យថាទិញ item ឬក៏ទិញ token ទិញអីដើម្បីយកទៅ upgrade character លេងឲ្យខ្លាំងដើម្បីទទួលបានអញ្ចឹងណាហ្នឹង play to earn ហ្នឹងហើយនេះដូចដែលបានទៅចេះអញ្ចឹងអញ្ចឹងខ្ញុំបានកលេចមើលទៅលើនៅក្នុង crypto rank NHPC ហ្នឹងគឺអត់មានsit found ទេដូចជា rising found ដំបូងដូចជាអត់មានទេពីព្រោះអីដែលខ្ញុំបានចូលទៅមើលអញ្ចឹងវា integrity ដែរទៅលើ project ហ្នឹងប៉ុន្តែដែលសំខាន់គឺ project ហ្នឹងបានធ្វើការlist ចេញមកដោយជោគជ័យអីដែលខ្ញុំដឹងគឺ project ហ្នឹងគ្រាន់តែមានការវិនិយោគពី Nexon បោះការ៉េខាង game ចំនួន100លានហើយទៅលើ rising fund ដូចជាមិនមានទេទៅលើ project ហ្នឹងអីដែលខ្ញុំបានតាមដានមើលនៅក្នុង crypto rank NHPC ហ្នឹងដូចជាមិនមាន rising fund ទេអានេះហើយដែលខ្ញុំបានមើលពីពួកអីដែលផ្សេងៗចូលមើលមកយើងឃើញមានតែ ICO launch pool តែប៉ុណ្្នឹងទេប៉ុន្តែក្រោយមកហ្នឹងគឺខ្ញុំបានទៅ check មើលព័ត៌មានបន្ថែមទៅខ្ញុំឃើញថាអូខេproject ហ្នឹងមាន Nexon major gaming company នៅកូរ៉េដែលមានមិនដល់លាន market cap បាន commit 100M ដើម្បី support ក្នុងការ development របស់ project NHPC ហ្នឹងអញ្ចឹងខ្ញុំគិតថា GameFi វាអាចនឹងធ្វើការ hype នៅក្នុងមួយរយៈដំបូងដូចគ្នាយើងអាចយក Sandbox ដូចគ្នាយើងអាចយក what is called game ប្រភេទ GameFi មួយទៀតដែល run នៅលើ Axie ចឹងហ៎អញ្ចឹងវាទៅលើប្រភេទអស់ហ្នឹងដូច Pixel ដូចគ្នាវាធ្វើការ hype តែដំបូងទេអញ្ចឹងក្រោយមកក៏ project ហ្នឹងវាអត់មានអី develop team ប្រហែលក្នុងការ develop ឬក៏ team អត់ធ្វើការអញ្ចឹង let's say អញ្ចឹងចុះវាអត់ hype ទៀតទេអញ្ចឹងមានន័យថា token ហ្នឹងនឹងធ្វើការធ្លាក់តម្លៃឯងអញ្ចឹងនាងគួរតែប្រយ័ត្នមែនតើបើសិនជាគ្នាយើងធ្វើការចង់ទិញ project ហ្នឹងយើងគួរតែមើលឲ្យបានច្បាស់លាស់អញ្ចឹងហ្នឹងហើយទៅលើ project ហ្នឹងហើយខ្ញុំគិតថាទៅលើ NHPC ហ្នឹងអត់មានអីច្រើនទេដូចដែលខ្ញុំទៅចែកដែរអញ្ចឹងព្រោះវាប្រភេទ gaming file មានតែ play to earn ដាក់លុយទិញ skin ទិញអីទិញដើម្បីឲ្យ
ហត្ថខ្លាំងជាងមុន character ដើម្បីហត្ថខ្លាំងជាងមុនវាយគ្នាឬក៏ធ្វើ quest អីទៅដើម្បីទទួលបានreward ច្រើន Yeah អញ្ចឹងខ្ញុំគិតថាគ្នាយើងសម្រាប់អ្នកដែលគាត់បានធ្វើការ subscribe Binance holder holders ដែលគាត់ធ្វើការ subscribe ក្នុង Simple ឡើយខ្ញុំគិតថាគាត់នឹងមានឱកាសទទួលបាន airdrop ហើយ token price ឥឡូវ 2.33 គួរសមប៉ុន្តែខ្ញុំអត់ guaranteed ឬខ្ញុំអត់ដឹងថាមួយខែឬក៏2ខែទៅ NHPC នឹងទៅដល់ណាខ្ញុំអត់ដឹងទេពីព្រោះដូចខ្ញុំបាននិយាយអញ្ចឹងហើយនេះយើងគួរតែទៅយកបទពិសោធន៍ចាស់ៗពី Pixel ពី Sandbox ពី Axis អីផ្សេងៗខ្ញុំមកធ្វើជា case study ដើម្បីជា gold way មួយសម្រាប់គ្នាយើងក្នុងការadvantage មួយសម្រាប់គ្នាយើងក្នុងការធ្វើជា case study ដើម្បីយកមកធ្វើជាចំនួនផ្សេងៗក្នុងការ invest yeah ចឹងខ្ញុំគិតថាគ្នាយើងប៉ុណ្ណឹងហើយក៏ជូន track all ទៅដល់អ្នកដែលបានsubscribe BNB ដែរតែគាត់បាន eligible for this airdrop ហើយដូចខ្ញុំនិយាយដល់យើង crypto គឺ high risk មែនតើអញ្ចឹងគ្នាយើងត្រូវគិតសិក្សាឲ្យបានច្បាស់លាស់ធ្វើ do your own research ឲ្យបានច្រើនមុននឹងគ្នាយើងធ្វើការ invest ហើយខ្ញុំអត់លើកទឹកចិត្តឲ្យគ្នាយើង invest ទេគ្នាយើងគួរតែទៅរៀនឲ្យបានច្រើនសិនដើម្បីយកលុយហ្នឹងយកមក invest ពីព្រោះលុយមិនសួររកទេគ្នាយើងប្រហែលអមែនតើអញ្ចឹងគ្នាយើងគួរតែទៅសិក្សាឲ្យបានច្រើនសិនកុំយកលុយទៅប្លង់ចោលនៅក្នុង crypto space គេយកអស់ចឹងបាទខ្ញុំអត់ recommend ឲ្យគ្នាយើងទៅអញ្ចឹងទេហើយអរគុណគ្នាច្រើនមែនតើសម្រាប់បានមើលវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ